សម្រាប់ការតាក់តែងនិពន្ធរបស់ខ្ញុំជាទូទៅគឺខ្ញុំដាក់បន្ទុកធ្ងន់ទៅលើមនុស្សប្រុសសួរថាហេតុអីព្រោះថាតាមការសង្កេតរបស់ខ្ញុំយល់ឃើញថាធម្មជាតិនេះបានបង្កើតសភាពលក្ខណៈនៃចិត្តរបស់មនុស្សប្រុសមានទម្ងន់ធ្ងន់ជាងមនុស្សស្រីឧទាហរណ៍ជាក់ស្ដែងនៃទំនាក់ទំនងដៃគូជីវិតឬក៏ប្តីប្រពន្ធជាធម្មតាដោយពាក្យចាស់ពោលថាគ្រួសារប្រៀបដូចជាចានក្នុងរាវវាមានរឿងប៉ះទង្គិចគ្នាបន្តិចបន្តួចជាធម្មតារបស់គ្រួសារការប៉ះទង្គិចតិចតួចហ្នឹងគឺខ្ញុំចង់សម្ដៅលើសភាពនៃការរស់នៅជាមួយគ្នាគឺជាធម្មតាស្រឡាញ់គ្នាគឺមើលថែយ៉ាងដិតដល់អញ្ចឹងមើលថែនោះគឺមើលទាំងរឿងខុសមើលទាំងរឿងត្រូវឧទាហរណ៍ថានៅពេលដែលស្វាមីឬមនុស្សប្រុសឃើញភរិយារបស់ខ្លួនឃើញដៃគូជីវិតរបស់ខ្លួនបានប្រព្រឹត្តនៅទង្វើមួយដែលវាខុសឆ្គងអញ្ចឹងជាធម្មតាមនុស្សដែលយើងស្រឡាញ់មនុស្សដែលនៅក្នុងបេះដូងរបស់យើងវាប្រកាសណាស់គឺมันអាចទ្រាំមើលមនុស្សដែលខ្លួនស្រឡាញ់ធ្វើខុសទេអញ្ចឹងត្រូវតែណែនាំអញ្ចឹងពាក្យសម្ដីនៃការណែនាំពាក្យសម្ដីនៃការប្រាប់ពីកំហុសចំពោះមនុស្សប្រុសទៅលើមនុស្សស្រីតាមការសង្កេតរបស់ខ្ញុំសង្កេតឃើញថាទម្ងន់នៃពាក្យសម្ដីរបស់មនុស្សប្រុសតែត្រឹមតែជាការប្រាប់ពីកំហុសទៅកាន់មនុស្សស្រីហ្នឹងគឺប្រៀបដូចជាភ្នំបាក់សង្កត់ចឹងវាមានសភាពលក្ខណៈខុសគ្នាបើផ្ទុយមកវិញនៅពេលដែលមនុស្សស្រីដែលឃើញស្វាមីឬក៏ដៃគូជីវិតរបស់ខ្លួនធ្វើខុសហើយប្រាប់ពីកំហុសរបស់ស្វាមីរបស់ដៃគូជីវិតរបស់ខ្លួនហ្នឹងគឺទម្ងន់នៃពាក្យសម្ដីសម្រាប់អារម្មណ៍មនុស្សប្រុសគឺធម្មតាពេលពិចារណាទៅឃើញតែខ្លួនឯងធ្វើខុសមែនទទួលកំហុសថាខ្លួនឯងបានធ្វើខុសមែនហើយអារម្មណ៍ធម្មតាអត់មានទម្ងន់ទេពាក្យសម្ដីនៃការប្រាប់ពីកំហុសរបស់មនុស្សស្រីទៅកាន់មនុស្សប្រុសគឺអារម្មណ៍មនុស្សប្រុសខ្ញុំសង្កេតឃើញថាអត់សូវមានទម្ងន់ទេតែបើសិនជាចំពោះពាក្យសម្ដីរបស់មនុស្សប្រុសទៅលើដៃគូជីវិតរបស់ខ្លួនដែលជានារីវិញទម្ងន់នៃពាក្យសម្ដីរបស់មនុស្សប្រុសប្រៀបដូចជាភ្នំបាក់សង្កត់ទៅលើមនុស្សស្រីអញ្ចឹងនេះជាការសង្កេតឃើញរបស់ខ្ញុំដូច្នេះហើយខ្ញុំសង្កេតឃើញដៃគូជីវិតជាច្រើនគឺបុរសខ្វះការយកចិត្តទុកដាក់ស្វែងយល់ពីសភាពលក្ខណៈចិត្តរបស់ដៃគូជីវិតរបស់ខ្លួនអញ្ចឹងទើបជាហេតុផលដែលខ្ញុំលើការតាក់តែងនិពន្ធលើការសរសេររឿងគឺខ្ញុំពិតជាដាក់បន្ទុកច្រើនទៅលើមនុស្សប្រុសដើម្បីឲ្យមនុស្សប្រុសបានស្វែងយល់ពីអារម្មណ៍មនុស្សស្រីឲ្យបានច្រើនឧទាហរណ៍ជាក់ស្ដែងដែលខ្ញុំលើកឡើងហ្នឹងគឺទំនាក់ទំនងនៃដៃគូជីវិតហ្នឹងគឺតែងតែមានការប្រាប់គ្នាពីកំហុសហើយក៏ប៉ុន្តែទម្ងន់នៃពាក្យសម្ដីមនុស្សប្រុសវាធ្ងន់ជាងមនុស្សស្រីអញ្ចឹងខ្ញុំយល់ឃើញថាមនុស្សប្រុសគួរណាស់តែនៅពេលដែលប្រើពាក្យដែលប្រាប់ពីកំហុសទៅកាន់មនុស្សស្រីហើយកុំដាច់ខាតឲ្យមនុស្សស្រីមានអារម្មណ៍ថាម្នាក់ឯងជាធម្មតាបើមនុស្សស្រីនិយាយពីកំហុសប្រាប់ដល់មនុស្សប្រុសគឺអារម្មណ៍មនុស្សប្រុសធម្មតាគឺអត់ចាំបាច់សម្ដីលួងលោមអត់ចាំបាច់អីក៏អារម្មណ៍ធម្មតានឹងទម្ងន់ចិត្តរបស់មនុស្សប្រុសតែមនុស្សស្រីអត់ចឹងទេនៅពេលដែលមនុស្សប្រុសប្រាប់ពីកំហុសហើយគឺបាត់ថាគាត់ពិចារណាឃើញថាខ្លួនឯងខុសមែនអញ្ចឹងណាតែសភាពនៃចិត្តគឺទម្ងន់តែទទួលនៅពាក្យសម្ដីទាំងអស់ហ្នឹងគឺវាធ្ងន់អញ្ចឹងវាចាំបាច់ត្រូវតែឲ្យមនុស្សប្រុសហ្នឹងត្រូវតែចេះលួងលោមកន្លែងហ្នឹងធ្វើយ៉ាងណាឲ្យអារម្មណ៍របស់មនុស្សស្រីហ្នឹងមានចម្រោះកុំឲ្យមានអារម្មណ៍ថាហេលហាលពេលមនុស្សប្រុសស្ដីឲ្យប្តីរបស់ខ្លួនស្វាមីរបស់ខ្លួនស្ដីឲ្យហើយក្បត់ថាយល់ឃើញថាវាជាកំហុសរបស់ខ្លួនមែនតែវានៅតែមានអារម្មណ៍ហេលហាលអញ្ចឹងហើយចាំបាច់ណាស់មនុស្សប្រុសត្រូវតែស្វែងយល់គិតឲ្យឃើញកន្លែងហ្នឹងហើយកុំបណ្ដោយឲ្យដៃគូជីវិតរបស់ខ្លួនមានអារម្មណ៍ថាម្នាក់ឯងជាដាច់ខាតបើសិនជាបណ្ដោយបែបហ្នឹងយកអារម្មណ៍ខ្លួនឯងទៅអត់ខ្វាយខ្វល់ពីអារម្មណ៍មនុស្សស្រីដែលជាដៃគូជីវិតរបស់ខ្លួនទេគឺវាងាយនឹងធ្វើឲ្យទង្គិចក្តីស្រឡាញ់ក្នុងទំនាក់ទំនងស្នេហាហ្នឹងគឺវាកាន់តែឆ្ងាយទៅវាជាកត្តាតិចជាច្រើនដែលសន្សំនៅអារម្មណ៍ចិត្តកាយតែណាយចិត្តណាយតិចម្ដងវាដោយសារអីវាខ្វះនៅភាពគឺខ្វះនៅការយល់ចិត្តនិងខ្វះការស្វែងយល់ពីសភាពលក្ខណៈនៃចិត្តដៃគូជីវិតរបស់ខ្លួនដែលជានារីនឹងនេះគឺសភាពលក្ខណៈនៃចិត្តរបស់មនុស្សប្រុសនិងមនុស្សស្រីគឺមានសភាពបែបហ្នឹងដែលខ្ញុំសង្កេតឃើញស្ដែងដូចក្នុងធីមការងារអញ្ចឹងពេលមេស្ដីឲ្យខ្ញុំដែលជាមនុស្សប្រុសឃើញតែខ្លួនឯងខុសមែនទទួលកំហុសតែប៉ុន្តែខ្ញុំសង្កេតឃើញថាអារម្មណ៍សក្ការីរបស់ខ្ញុំដែលត្រូវមេស្ដីឲ្យដែរហ្នឹងគឺគាត់ពិបាកទទួលយកអារម្មណ៍ពួកគាត់ណាខ្ញុំសង្កេតឃើញសភាពគាត់ទទួលនៅពាក្យសម្ដីទាំងអស់ហ្នឹងគឺហាក់បីដូចជាភ្នំបាក់សង្កត់អញ្ចឹងហើយបានខ្ញុំចិត្តតែសង្កេតទៅ
ខ្ញុំគិតយល់ឃើញអញ្ចឹងហើយខ្ញុំឃើញក្នុងរឿងរ៉ាវក្នុងសង្គមទំនាក់ទំនងដៃគូជីវិតក្នុងសង្គមខ្មែរយើងជាទូទៅហ្នឹងគឺមនុស្សប្រុសហាក់បីដូចជាខ្វះការថ្លឹងថ្លែងខ្វះការយកចិត្តទុកដាក់ទៅលើសភាពលក្ខណៈនៃចិត្តរបស់មនុស្សស្រីជាធម្មតាទេសភាពលក្ខណៈនៃចិត្តមនុស្សស្រីគឺជាធម្មជាតិនឹងគឺចាំបាច់ត្រូវការបង្អែកនិងត្រូវការជំរកត្រូវការអារម្មណ៍សុវត្ថិភាពដែលចាំបាច់ណាស់ត្រូវការពីដៃគូរបស់ខ្លួនដែលជាបុរសនឹងជាចាំបាច់ដើម្បីឲ្យសភាពចិត្តដែលធម្មជាតិផ្ដល់ឲ្យមានលក្ខណៈទន់នឹងគឺអាចទទួលនៅអារម្មណ៍សុវត្ថិភាពអារម្មណ៍ស្កប់ស្កល់អារម្មណ៍ក្តីសុខអារម្មណ៍មានជំរកតែបើសិនជាអត់បានគិតអត់បានចាប់អារម្មណ៍អត់បានអីទេអញ្ចឹងវាធ្វើឲ្យដៃគូជីវិតហ្នឹងវាកាន់តែយូរទៅវាបាត់ក្តីស្រឡាញ់ដំបូងហាក់បីដូចជាស្រឡាញ់ខ្លាំងតែនៅពេលដែលយូរទៅហាក់បីដូចជាធម្មតាដូចជាខ្វះភាពល្អល្អឿនខ្វះភាពផ្អែមល្ហែមនៃទំនាក់ទំនងពេលខ្លះបន្សល់តែភាពសោកសៅបន្សល់តែនៅស្នាមរបួសបៀមនៅទុក្ខសោកมันអាចនិយាយប្រាប់ដៃគូជីវិតរបស់ខ្លួនបានមានអារម្មណ៍ថាម្នាក់ឯងកណ្ដោយកណ្ដែងជាហេតុផលនៃការទង្គិចក្តីស្រឡាញ់ហ្នឹងវាកាន់តែទង្គិចខ្លាំងទៅរហូតដល់អ្នកខ្លះមានរឿងផិតក្បត់រហូតដល់អ្នកខ្លះមានរឿងជន់ទី3ឆ្លៀតអាកាសរហូតដល់មានការបែកបាក់អីជាដើមហ្នឹងគឺវាមានកត្តារួមផ្សំជាច្រើនដែលខ្ញុំយល់ថាទឹកប៊ិចពូឃីវរបស់ខ្ញុំអាចរួមចំណែកក្នុងការបង្កើននៅភាពល្អល្អឿនក្នុងទំនាក់ទំនងដៃគូជីវិតនៅក្នុងសង្គមយើងនិងជាឆន្ទៈនិងជាឧត្តមគតិនៃការតាក់តែងនិពន្ធរបស់សាច់រឿងរបស់ខ្ញុំដោយក្នុងសាច់រឿងដែលខ្ញុំនិពន្ធមានចំណងជើងថាជំហរបេះដូងសាច់រឿងនោះគឺសភាពនៃតួអង្គដែលខ្ញុំនិពន្ធមកហ្នឹងគឺជំហរបេះដូងគឺសំដៅដល់មនុស្សប្រុសដែលមានជំហររឹងមាំបើនិយាយពីសសរស្ដំហ្នឹងគ្រូសាគឺជាមនុស្សដែលមានជំហររឹងជាងគេជាបង្គោលឲ្យគ្រូសាអានឹងពាក់ព័ន្ធជាមួយនឹងជំហរតែពាក់ព័ន្ធនឹងជំហរបេះដូងគឺក្តីស្រឡាញ់ដែលវាមិនងាករេដែលមិនចេះតែរេតាមខ្យល់បោកអីជាដើមហ្នឹងគឺមានសភាពលក្ខណៈបែបណាជាធម្មតាស្នេហាដែលយើងឃើញទំនាក់ទំនងស្នេហាក្នុងសង្គមយើងហ្នឹងគឺយើងឃើញថាវាពោពេញដោយរឿងរេរ៉មដូចចុងស្រល់ជាច្រើនខ្លះផ្លាស់ប្ដូរពីមួយទៅមួយខ្វះនៅអ្វីដែលជាតម្រូវការពិតរបស់ដួងចិត្តរបស់មនុស្សត្រូវការទាំងមនុស្សប្រុសទាំងមនុស្សស្រីគឺត្រូវការក្តីស្រឡាញ់ត្រូវការភាពផ្អែមល្ហែមភាពល្អល្អឿនត្រូវការភាពស្កប់ស្កល់នៅក្នុងផ្លូវចិត្តក៏ប៉ុន្តែព្រោះតែអារម្មណ៍របស់កាយអារម្មណ៍តណ្ហាអារម្មណ៍របស់ភេទវាធ្វើឲ្យតម្លៃនៃដួងចិត្តវាកាន់តែបាត់បង់បន្តិចម្ដងរហូតដល់ថ្នាក់ស្ទើរតែលែងមានអ្នកឲ្យតម្លៃទៅលើសភាពផ្ដល់ឲ្យគ្នានៅអារម្មណ៍សុវត្ថិភាពអារម្មណ៍ស្កប់ស្កល់អារម្មណ៍ក្តីសុខផ្នែកផ្លូវចិត្តហ្នឹងវាធ្វើឲ្យខ្វះអាហ្នឹងអញ្ចឹងធ្វើឲ្យសង្គមយើងហ្នឹងវាពោពេញដោយមានរឿងនេះវិបត្តិផ្លូវចិត្តដែលវាកើតចេញពីទំនាក់ទំនងនៃដៃគូជីវិតហ្នឹងគឺសម្បូរណាស់ក្នុងសង្គមខ្មែរយើង